បាទជំរាបសួរបងប្អូនវិជាកសិករបាទថ្ងៃនេះដែរក្រុមការងារ Foreman បានមកដល់ទឹកដីអូសោមក្នុងស្រុកវាវែងខេត្តពោធិ៍សាត់បាទតារ៉េននេះដែរគឺគាត់បានប្រើពពួកបាក់ក្លបុយដ្រាសូលក៏ប៉ុន្តែផ្កាគាត់គឺអត់ខ្លីៗទេដោយសារខាងខ្ញុំគឺមានផលិតផលសម្រាប់ពលូតតងផ្កាធ្វើឲ្យតងផ្កាឆ្លោះអត់ស្ដដូចគេប្រើផលិតផលមួយចំនួនតងផ្កាវែងមែនប៉ុន្តែវារៀងស្ដតូចអញ្ចឹងបងប្អូនបាទតែខាងខ្ញុំអត់ទេគឺចេញមកធំអញ្ចឹងហ្មងអញ្ចឹងដើម្បីបង្កើនគុណភាពក្រលម្អងនៅវគ្គនេះគឺខាង Foreman មានរូបមន្តចាំបាច់មួយចំនួនដូចជាយើងប្រើប្រាស់នៅប្រភេទ Amino Carbon បូកជាមួយនឹងជំនួយការផ្លែហើយបូកជាមួយនឹងសូជូដើម្បីជួយបង្កើនគុណភាពគ្រាប់លំអងនៅវគ្គការថតពន្ធញងចាស់នេះអញ្ចឹងនៅពេលដែលគ្រាប់លំអងវាមានគុណភាពអញ្ចឹងនៅវគ្គផ្ការិចក៏វាជួយក្នុងការជំនួយក្នុងការបង្កាត់លំអងពេញលេញហើយនឹងដល់វគ្គកតុយជៀសនេះគឺយើងអត់ទៅបារម្ភរឿងការជ្រុះនិងពេលវគ្គក្តឹបក៏ក្តឹបចេញមកគឺមានរាងស្អាតចឹងណាបងប្អូនបាទចឹងបងប្អូនដែលនៅខាងអូសោមអាចសាកល្បងបានជាមួយនឹងផលិតផល Foreman បងប្អូនអាចទិញបាននៅខាងអ៊ំចនដែលគាត់នៅអូសោមនេះស្រាប់ឬក៏តាក់ទងមកខាង page ក្រុមហ៊ុនមកតាំងឬក៏តាមលេខទូរស័ព្ទដែលនៅលើវីដេអូនេះស្រាប់បាទបងប្អូនបាទអរគុណហើយសូមបញ្ជាក់មួយទៀតថ្ងៃនេះថ្ងៃទី24ខែ3ឆ្នាំ2025អញ្ចឹងកាលពីថ្ងៃទី16ហ្នឹងគឺម្ដុំនេះគឺខាងតំបន់អូសោមនេះគឺមានភ្លៀងធ្លាក់ខ្លាំងហើយចការមួយចំនួនដែលមិនបានប្រើប្រាស់ជាមួយនឹងផលិតផល Foreman ហ្នឹងគឺមានការជ្រុះផ្កាជាច្រើនគឺជ្រុះសឹងថាក្នុងមួយដើមជ្រុះសឹងថា70ទៅ 80% ឯងនៅវគ្គនេះថប់បញ្ញងចាស់នេះគឺជ្រុះច្រើនមែនទែនតែខាងផលិតម្ចាស់ចម្ការដែលគាត់បានប្រើប្រាស់ជាមួយនឹងផលិតផល Foreman គឺអត់មានការជ្រុះទេតែជ្រុះដែរតែជ្រុះអាចថា 5% ចុះការនៅកញ្ចុំនេះគឺគាត់តែងទេបងប្អូនបាទមិននៅកញ្ចុំអញ្ចឹងណាការគាត់ស្អាតគ្រប់មេឃ